ទុំទុកបាទធ្វើពេលវេលារឿងការសម្រេចចិត្តនេះជូនគណៈកម្មការបច្ចេកទេសបាទឥឡូវយ៉ាងម៉េចបាទសូមជួយឬក៏បងក្រុមការងារយើងជួយអូសគាត់ឲ្យផុតមកបាទជួយអូសគាត់ឲ្យផុតបន្តិចមកបាទឥឡូវយើងបន្តទស្សនាគូមួយគូទៀតបាទខ្សែទឹកខាងក្នុងព្រះទីនាងគឺមកពីបាវត្តព្រែក7សង្កាត់ព្រែក7យើងក្រុងអរិយស័ព្ទខ្សែទឹកខាងក្រៅការវិជើងទី1ដូរមកខាងក្នុងបុប្ផាសួស្ដីធបដីតេជះខ្សែទឹកខាងក្នុងទទួលបានជ័យជំនះការវិជើងទី1ឥឡូវដូរទៅខាងក្រៅវិញចឹងលទ្ធផលដូចជាមិនព្រួលប្រែទេលទ្ធផលយើងឃើញថាខ្សែទឹកខាងក្រៅនៅតែធ្វើបានល្អដដែលទេកំពុងតែនាំមុខបាទនាំមុខបុប្ផាសួស្ដីធបដីតេជះបាទនៅខ្សែទឹកខាងក្រៅល្អមែនទែនបាទដាច់ទៅលើដៃគូហើយសម្រាប់ការអុំបណ្ណាំងនៅក្នុងជើងទី2បាទអរគុណណាស់នេះគេហៅថាអ្នកជំនាញបើទោះបីជាមានបញ្ហាពងឬដាច់បាទគេហៅថាខ្សែបន្ទាត់ប៉ុន្តែគាត់នៅប្រកាន់ខ្សែទឹកគាត់ល្អណាស់បាទអញ្ចឹងយើងឃើញហើយទទួលបានជ័យជំនះហើយបុប្ផាសួស្ដីធបដីតេជះទទួលបានជ័យជំនះជើងទី2ជាបន្តឥឡូវយើងរងចាំគូទី29បន្តទៀតរវាងជំនួបបាទសង្ហាមានជ័យខ្សែទឹកខាងក្នុងបាទដែលទទួលបានជ័យជំនះការប្រជើងទី1នៅខ្សែទឹកខាងក្រៅជាមួយនឹងកពូតេជោសែនជ័យបាទបដូរខ្សែទឹកលទ្ធផលបដូរឬយ៉ាងណារងចាំបន្តិចបាទយើងនឹងជួបគ្នាបាទរវាងទុកទាំងពីរនេះ